បងទាំងអស់គ្នានេះគឺជាប្រភេទត្បូងរតនគិរីដែលខ្ញុំទើបតែធ្វើការកែសម្រួលជូនភ្ញៀវរួចណាបងបន្ទាប់ពីយើងកែរួចបានដឹងថាអូស្អាតខ្លាំងមែនទែនប៉ុន្តែរៀងចុះសាច់បន្តិចបន្តួចដែរណាបងទាំងអស់គ្នាត្បូងមួយគ្រាប់ខាងលើនោះរៀងចុះសាច់ច្រើនជាងគេដោយសារតែគូតរមួលផងរៀងរមួលហើយដូច្នេះហើយក៏យើងទៀមទាត្រូវធ្វើការកែសម្រួលអស់ច្រើនបន្តិចបងហើយមួយគ្រាប់ទៀតនោះអស់សាច់តិចតួចដោយសារតែរៀងគេស្តង់ដារហើយយើងកែតែក្រឡាមួយគ្រាប់នេះទម្ងន់ដើមរបស់គេគឺ16ក្រាត7នៅពេលដែលយើងធ្វើការកែសម្រួលរួចនៅសល់15ក្រាត9ណាបងប្អូនទាំងអស់គ្នាហើយត្បូងមួយគ្រាប់ទៀត19ក្រាត50នៅពេលដែលយើងធ្វើការកែសម្រួលក្រឡាថ្មីរួចនៅសល់19ក្រាត25អស់តិចតួចទេអញ្ចឹងស្រាប់បងនេះថាមានត្បូងចង់យកមកធ្វើការកែច្នៃឬក៏ស្រឡាញ់ត្បូងធម្មជាតិចង់បានប្រភេទរតនគិរីអីខ្ញុំនៅមានច្រើនទៀតបងស្រឡាញ់អាចជើមើលផ្ទាល់បានឬក៏សាកសួរតម្លៃនៅក្នុងเพจបានអរគុណ